ការរីកនិទានសូមជូនរឿងក្រមុំចង់បានប្តីនៅក្រោមពន្លឺព្រះអាទិត្យទើបនឹងរះស្រត់ទុននាភូមិភាគខាងជើងនៃខេត្តកំពង់ឆ្នាំងសំឡេងអ៊ូអរនៃមនុស្សម្នាចាប់ផ្ដើមអុលនៅឯផ្សារត្រាចក្លិនភក់ដីសើមលាយឡំជាមួយក្លិនបន្លែស្រស់ដែលទើបនឹងបេះពីចំការបានភាយឡើងពេញបរិយាកាសនៅកាច់ជ្រុងម្ខាងនៃផ្សារដែលមានដើមត្រាចធំមួយឈរនៅត្រដែតផ្ដំលុបយ៉ាងត្រជាក់កន្លែងនោះហើយគឺជាតូបលក់បន្លែរបស់នាងរំដួលគឺជាក្រមុំដែលមានសម្រស់ស្រស់សោភាប្រចាំសាត្រាចនាងមានសម្បុរស្រអែមភ្នែកធំក្រឡង់និងស្នាមញញឹមដែលមានមន្តស្នេហ៍ទោះបីជាសម្រស់នាងត្រូវបាំងដោយមួកស្លឹកត្នោតចាស់បន្តិចក៏ដោយដៃដ៏ស្រឡូនរបស់នាងរៀបចំដំឡូងត្រសក់ត្រកួនបឹងបួដាក់លើកញ្ជើឬកញ្ច្រែងយ៉ាងមានរបៀបរៀបរយប៉ុន្តែអ្វីដែលធ្វើឲ្យគ្រប់គ្នាស្គាល់រំដួលច្បាស់មិនមែនត្រឹមតែសម្រស់ឬភាពប៉ិនប្រសប់ក្នុងការលក់ដូរនោះទេគឺមាត់របស់នាងនឹងឯងអូយនឿយណាស់លោកអើយមើលចាស់មេឃក៏ស្រឡះផ្កាក៏រីកតែបេះដូងខ្ញុំវិញនោះស្ងួតដូចចំបើងខែប្រាំងរំដួលរអ៊ូទាំងដៃកំពុងបេះស្លឹកត្រកួននាងរំដួលតែងតែអង្គុយស្រមៃពីជីវិតអាពាហ៍ពិពាហ៍ជារៀងរាល់ព្រឹកពេលឃើញប្តីប្រពន្ធគេដើរទិញអីវ៉ាន់កាត់មកតូបនាងតែងតែលួចដកដង្ហើមធំនាងចង់បានប្តីនាងចង់បានអ្នកមកជួយលើកកញ្ជើកញ្ច្រែងបន្លែចង់មានអ្នកមកជួយការងារពេលមានអ្នកលក់ដូរដតីមកឆ្លោះដណ្ដើមម៉ួយសម្រាប់រំដួលការនៅលីវយូរពេកក៏ជាគ្រោះមហន្តរាយសម្រស់ផងដែរយើងឃើញពីចរិតរបស់រំដួលដែលជាមនុស្សត្រង់ទៅត្រង់មកនាងមិនមែនជាក្រមុំអៀនព្រានអង្គុយបត់ជើងក្នុងផ្ទះនោះទេនាងគឺជាក្រមុំសាដែលរស់រវើកនិយាយច្រើននិងមានមហិច្ឆតាពោះក្នុងការស្វែងរកម្ចាស់ចិត្តទោះបីជាអ្នកចិត្តខាងសើចចំអកលក់លើថាក្រមុំអីចង់បានប្តីម្លេះក៏រំដួលមិនខ្វល់នាងតបវិញទាំងញញឹមស្រស់ថាចង់បានប្តីវាមិនខុសទេមីងខុសត្រង់ថាចង់បានហើយតែរកវាមិនបាននឹងណាមីងទិដ្ឋភាពវគ្គនេះបញ្ចប់ទៅដោយការបង្ហាញពីក្តីសង្ឃឹមដ៏មុតមមរបស់នាងរំដួលខណៈដែលនាងសម្លឹងទៅផ្លូវលំដែលតភ្ជាប់ពីសាត្រាចទៅកាន់ស្រុកឧដុង្គដោយមិនដឹងខ្លួនថាវាសនារបស់នាងចិត្តនឹងមកដល់ក្នុងរូបភាពជាកំឡោះលក់នំអាកោក្នុងពេលឆាប់នេះហើយព្រះអាទិត្យចាប់ដើមបញ្ចេញរស្មីចាំងជះទៅលើកំពូលចេតិយភ្នំឧដុង្គដែលឈរត្រដែតយ៉ាងខ្ពស់សន្លឹមនៅខាងក្រោមជើងភ្នំគឺជាផ្សារឧដុង្គដែលអ៊ូអរមិនចាញ់ផ្សារត្រាចប៉ុន្មានឡើយថ្ងៃនេះនាងរំដួលបានសម្រេចចិត្តធ្វើដំណើរពីផ្សារត្រាចមកផ្សារឧដុង្គទាំងព្រលឹមដើម្បីមកទិញគ្រឿងទេសនិងយកបន្លែខ្លះមកបោះដុំឲ្យម៉ួយប្រចាំនាងធ្វើដំណើរមកទាំងទឹកមុខស្រស់បំប្រងស្លៀកសម្លៀកបំពាក់អាវប៉ាក់ពណ៌ផ្កាជូកខ្ចីនិងចងសរងសូត្រយ៉ាងស្អាតបាតខុសប្លែកពីថ្ងៃធម្មតាគណៈដែលរំដួលកំពុងដើរកាត់តូបលក់នំចំណីក្លិនក្រអូបឈ្ងុយនៃម្សៅអង្ករចំហុយលាយឡំជាមួយក្លិនខ្ទិះដូងដប់អែមស្រទន់បានភាយមកប៉ះច្រមុះនាងយ៉ាងខ្លាំងរំដួលងាកទៅរកប្រភពក្លិននោះភ្លាមហើយភ្នែកនាងក៏បានប្រសពនឹងទិដ្ឋភាពមួយដែលធ្វើឲ្យបេះដូងនាងស្ទើរតែលោតចេញមកក្រៅនៅពីក្រោយផ្សែងហុយនៃឡចំហុយនំគឺកំឡោះម្នាក់ដែលមានរូបសម្បុរស្រអែមរាងខ្ពស់ស្រឡះសាច់ដុំដៃមាំមួនកំពុងមមាញឹកលើកកញ្ជើនំអាកោពណ៌សស្គុះនោះគឺអាផ្លុកកំឡោះសង្ហាប្រចាំផ្សារឧដុង្គអាផ្លុកមិនត្រឹមតែមានទឹកមុខស្រស់បោះនោះទេសូម្បីតែសំឡេងស្រែកហៅម៉ួយរបស់គាត់ក៏មានទឹកដមគួរឲ្យចង់ស្ដាប់ដែរនំអាកោក្តៅបងស្រីអាកោខ្ទិះដូងផ្អែមឈ្ងុយញ៉ាំហើយជាប់ចិត្ត
มันเชื่อสะเมลบานาบองบองนารมดูโชดมึงโดยเกดะสนายในเนียงสำลังเมอเตาอาพลอกมันดะขนองจัดเนียงกึดถาโอ้ยโลกเอ้ยมนุษย์ไอ้ก็สังหามาแล้วได้ก็มอมมกก็สระบาบานเฟือปะดีจะบาจะได้ลวกสรวลเป็นมวยบมันค้านเนียงพลิกคลุนระหดดาวต่อดาวจิตโตบลวกนมอากาวแตงงีเงยกประมาณได้เนกัญญาอาพลอกสู้แตงยมดะรมดูลพญะเปิดเพยอ๋อชลายดังกระลุยถาขยมยกดังอ้อมองตื้ออาพลอกสายติดยกอ้อนังเม้นจรานะกัญญาเมียนกันตรอดะเต้โดยซาแต่ระวลแต่เมื่อมกอาพลอกรมดูลก็หอยลอยต่อไอเกแตงมันบานรอบเนียงหอยลอยกระดาษมวยเมินเรียลตายบายเจียนนิยถาโอ้ยมันบานอาบเต้ตกเถื่อบรรณาการจ้อจะล้อมตกเถื่อลอยนมจ้ออาพลอกเถื่อมกเงืองชงอลโปรลอยนี้เลือดดำลายนมไงหน่ะไอรมดูลวิญบรรทาปีตตัวกันจับนมหายก็ได้เจงต่างเอียนเปลี่ยนได้บรรดาเงียเมือกลายบรรดาระหดต่อแต่ได้ตะบกนังกันตรอโลไตรระบเนเจ็ดคางปาลชาวลาวเป็นสาเวนี้บังฮันไอเคยทาสไนดมบูงระบรมดูลบ้านจับกำนาดลางหายตัวใบเจียพลอกกรอนแต่เกิดทาเนียงเจียเตติจนมันเนี้ยได้จำไลบันเตกอดอยปันตายสำหรับรมดูลอาพลอกคือเจียปริอังมาจักนมอาเก่าได้เนียงเตาตายตามยกเมาส์เพื่อเจียมาจักแบะโดงอ้อยบานตัวใบเจียเตาปราวิธีนาก็ดอยขวาใสสไนเมียนมากโกกปันตาปีตลอดมาปีสาวดงวิญเนียงรมดูลองกุยมันไอแนวกราวดามตราดได้กันนมอาเก่าได้เต็งปีอาพลอกยกหมอหัดพองเท้าพองตั้งอย่างยำบัดหมอดมันจิตติดตีนมอ่อห้อยเคยสะพิบมัดแพะเข้าพลายปิดธรรมดาเนียงตาดได้เจียมัดสกอลสลับรัวนั่งเจียนเนะดังจิตรวมดูลบ่มพอดก็ได้โชว์เมาแต่งโยลโยกนั่งตึกมกดื้อดองไอยายำนมอาเก่าใสก็มีนสิกได้สอกมาไล่มัดสำลังเคยอ่องกุยอย่างเยอะเหมือนไอ้สมานแต่ขโมยลงแต่ตาเนียงตาดซัวแต่งสายอากอายรวมดูลกรอนแต่เคยมัดจัดสนัดพลิมก็สตูตัวจับได้ตาดรุ่ยรีบรอบแต่งอันเตียซาตาดเอ่ยตาดอันจูบหายจูบเตวบดขนงสบันหายตาดเอ้ยcứ nẹ lộ nôm à cao nộp xà đồng nụ ấy kê sòng hàn nè này kê sầm lăng mỏ anh cho bà chia kê miền chật lơ anh đài hói lư bài này niềng tán đài chia mà nô trẻ đằng rương kê sập cướp có chạp đam sập đai tực mộc chỉ nẹ dồ đằng rồi chạ rốc bẩn thèm ôi mi rồng đùa lơi anh cầm al o pí à plọc đăng anh score cho bà nè kê chia cầm lọ mía cầm lọ pích và chăm xào đông anh đăng tế say tăng bị bà xa đo trong xa kê đầm rong chua khnia chăm tinh nôm vía mà men pro nôm chanh tế cứ pro chọn khơi một viên đằng anh rồng đua lư hài chạp đào trong rô cọc chol chạp đàm prai tực một sọ mọc chỉ slấy slang cho anh thưa mấy tàu cá tát anh khai kỳ chọ vô áp lọc tàu bát ná niềng tát ban ở cả co bàn tham sạch rường mền hơi và anh nâu tay ỏng côi dùng rượu bài nắngมันดอลคายกลายพองอาพลกชบาเชียคลายเจ็บได้เก็บบัดมันคันมนุษย์ปลอสมัยนี้นะกรอนแต่สำรอธรรมจิตมันตอนกรุบกรอนเต้เต้าแต่เมียนจุ่มนุยกาคลาเตอเบียดจอบจัดเว้ยจุ่มนุยกาไอเต้าเนียงรำดูซัวแต่งเงินชงอลตาดเอาหมกซับจิตตระจีรำดูแต่งอากำบังคือกรูสะหน่อยจงภูมิยังนังไอละใบถักก้อนเมียนมนสไนโบโบมอดเมียเรียบกับลายน้าจวบกับลายนั่งบ่ไอจังบ้านอาพลกเมนเมียนตายวิธีดังตีเติบเนียใส่หนบสาดองบ้านนะเปียสมได้จะรกระบเนียงตาดหะโดยเจียสังได้จะตัวเลอเพลิงสไนระบรมดูลไอการแต่แฉงมรมดูลจับดามเรียเรจัดมาค้างคลายมาได้ดังมาค้างเตี้ยคลายบัดบ้องอาพลกตีบ่มพอดมาให้จัตตาจังบ้านพอได้บ้านเนียกรบยางเนื้องกบาลโยลโปรมตามการแนะนำระบบหมดเพะได้เหมือนดังคลวนถ่าเรื่องราวเวิร์กโวนั่งกำพลายสายจกปัว
កំពុងតែរងចាំនាងនៅខាងមុខឡើយខណៈដែលក្នុងចិត្តរបស់នាងរំដួលកំពុងតែពុះកញ្ជ្រោលទៅដោយផែនការស្វែងរកគ្រូស្នេហ៍ស្រាប់តែសំឡេងក្រលួចមួយបានបន្លឺឡើងកាត់ផ្ដាច់ខ្សែគំនិតរបស់នាងភ្លាមរំដួលមីរំដួលអង្គុយធ្វើអីហ្នឹងបន្លែបង្ការលក់អស់ហើយឬនៅបានជាមកអង្គុយធ្វើមុខដូចកំឡោះចោលបែបនេះម្ចាស់សំឡេងនោះគឺយាយម៉ៅម្ដាយរបស់រំដួលដែលដើរចេញមកពីផ្ទះទាំងដៃកាន់អំបោះសរសៃធំមួយនៅក្នុងដៃយាយម៉ៅគឺជាស្ត្រីមេម៉ាយម្នាក់ដែលមានវិន័យតាំងតែងបំផុតនៅក្នុងភូមិសាត្រាចសម្រាប់គាត់កូនស្រីក្រមុំត្រូវតែមានចរិតថ្លៃថ្នូរមិនត្រូវដើរញេញងឬក៏បញ្ចេញចរិតចង់បានប្តីឲ្យគេឃើញឡើយម៉ែឯងនេះមកដល់សួរដេញដោលកូនភ្លាមហ្មងកូនលក់អស់ហើយតើសល់តែតកួនពីបេបាច់ហ្នឹងម៉ែមិនឃើញទេអីរំដួលឆ្លើយទាំងរអ៊ូតិចរួចក៏បញ្ញាប់លាក់នំអាកោមួយកញ្ចប់ដែលទិញពីអាផ្លុកទៅក្រោយខ្នងយាយម៉ៅសម្លឹងមើលកូនស្រីតាំងពីក្បាលដល់ចុងជើងរួចនិយាយទាំងមាត់ញាត់ស្លាថាអញប្រាប់ឯងឲ្យច្បាស់ណាមីរំដួលឯងកុំគិតថាអញមិនដឹងឲ្យសោះថាឯងលួចទៅផ្សារឧដុង្គព្រឹកមិញឯងជាស្រីក្រមុំត្រូវចេះរក្សាតម្លៃកុំឲ្យគេថាត្រីមិនតន់ដាក់នុយផងហែលទៅរកសន្ទូចបាត់ទៅហើយយល់ទេម៉ែនិយាយអីអញ្ចឹងកូនទៅលក់ដូរតារំដួលតបទាំងមុខក្រហមលក់ដូរស្អីអញឮគេថាឯងទៅឈរមើលកំឡោះលក់នំអាកោរហូតដល់ហុចលុយឲ្យគេលើសទៀតមែនទេយាយម៉ៅសំឡុតខ្លាំងធ្វើឲ្យរំដួលទុះក្រោកឈរទាំងភ័យពីថ្ងៃនេះទៅបើគ្មានការចាំបាច់អញហាមិនឲ្យឯងទៅផ្សារឧដុង្គទៀតទេលក់ដូរតែនៅផ្សារត្រាចយើងនឹងបានហើយមិនហាច់ហើទៀតទេប្រយ័ត្នថ្មោល្ងាចឡើងត្រូវទៅផ្ទះដេប៉ាក់រៀនធ្វើម្ហូបកុំឲ្យខូចឈ្មោះអញរំដួលបានត្រឹមតែអង្គុយជ្រួញមុខក្នុងចិត្តនឹកខឹងអ្នកភូមិមាត់ដាច់ដែលយកបញ្ហានាងមកប្រាប់ម៉ែនាងដឹងច្បាស់ថាបើនៅក្រោមច្បាប់យាយម៉ៅបែបនេះនាងច្បាស់ជានៅលីវរហូតដល់ចាស់ជ្រាវជ្រួញមិនខានគិតផ្លូវណាទេមានតែទៅបួសការហាមឃាត់របស់យាយម៉ៅកាន់តែធ្វើឲ្យរំដួលចង់ជួបអាផ្លុកខ្លាំងឡើងនិងកាន់តែជឿជាក់លើសម្ដីនាងតាថាមានតែមុនស្នេហ៍គ្រូសាក់ទេទើបអាចជួយអាផ្លុកមកតាមស្រឡាញ់នាងដល់ផ្ទះដោយមិនចាំបាច់ឲ្យនាងទៅរកដល់ផ្សារឧដុង្គនាំតែម៉ែជេរយប់នោះរំដួលដេកមិនលក់នាងសម្លឹងមើលទៅពន្លឺព្រះច័ន្ទរួចគិតក្នុងចិត្តថាម៉ែអើយម៉ែចង់ឲ្យកូនដេប៉ាក់តែចិត្តកូនវាប៉ាក់ឈ្មោះអាផ្លុកជាប់បាត់ទៅហើយចាំមើលចោះបើកូនរកប្តីមិនបានកូននឹងដាក់ស្នេហ៍ឲ្យផ្អើលទាំងផ្សារត្រាចនិងផ្សារឧដុង្គតែម្ដងពន្លឺថ្ងៃនាពេលរសៀលបានជ្រេបន្តិចទៅហើយប៉ុន្តែក្នុងចិត្តរបស់រំដួលវិញហាក់ដូចជាមានភ្នំភ្លើងកំពុងតែផ្ទុះឡើងបន្ទាប់ពីត្រូវយាយម៉ៅស្ដីបន្ទោសនិងដាក់បំរាមមិនឲ្យទៅផ្សារឧដុង្គរំដួលអង្គុយយល់ជើងនៅលើអង្រឹងក្រោមដើមស្វាយទាំងទឹកមុខស្អុយដោយត្រីងៀតត្រូវភ្លៀងនាងនឹកឃើញដល់មុខអាផ្លុកនឹកឃើញដល់ស្នាមញញឹមដ៏ស្រស់ហើយក៏ភ័យខ្លាចថាបើនាងមិនបានទៅផ្សារឧដុង្គតើអាផ្លុកនឹងភ្លេចមុខនាងដែរឬទេក្នុងពេលដែលកំពុងតែអស់សង្ឃឹមស្រាប់តែនាងតាតលោបចូលតាមរបងក្រោយផ្ទះទាំងដើរអោនដូចចោរលួចមាន់រំដួលម៉ែឯងទៅណាបាត់ហើយតាតខ្សឹបសួរទាំងដកដង្ហើមហត់គាត់ទៅវត្តបាត់ហើយតាតអើយអញឈប់បានជួបអាផ្លុកហើយម៉ែអញដាក់វិន័យច្បាស់ណាស់បើអញហ៊ានតែទៅផ្សារដងទៀតគាត់ច្បាស់ជាកោសក់អញមិនខានទេរំដួលរៀបរាប់ទាំងចង់យំនាងតាតផ្ទះផ្លូវខ្លួនឯងផោងរួចនិយាយទាំងទឹកមុខជឿជាក់ថានឹងហើយវាដល់ពេលដែលឯងត្រូវប្រើផែនការកម្រិតខ្ពស់ហើយណាគេហៅថាផែនការ VIP ឯងទៅរកគេមិនបានគឺមានតែធ្វើឲ្យគេមករកឯងវិញទេណាធ្វើម៉េចទៅផ្ទះអញឆ្ងាយពីផ្ទះគ្រូនឹងដល់ថ្នាក់នឹងរំដួលសួរទាំងងឿនឆ្ងល់តាតចាប់ផ្ដើមធ្វើចរិតជាអ្នកប្រាជ្ញឯងភ្លេចហើយមែនទេលោកគ្រូសាក់នៅខាងជើងភ្នំយើងនេះគាត់មានមន្តអាគមស្ដាច់ស្នេហ៍តែម្ដងមហាស្នេហ៍មហាខ្លាំងមហាលុងណាគ្រាន់តែឯងយកក្រមួនមាត់គាត់មកលាបឬយកទឹកមុនគាត់ទៅបាចសាយតាមផ្លូវ
សំបីតែតម្រៃពោះវែកក៏តាមឯងដែរតម្រាំតែអាផ្លុកជាមនុស្សសាច់ឈាមច្បាស់ជាមករកឯងដល់ផ្សារត្រាច់មិនខានទេរំដួលចាប់ដើមភ័យផងអផងតែអញលើគេថាគ្រូនឹងកាចណាស់ណាហើយបើដាក់ស្នែមិនត្រូវច្បាស់ជាឈួតមិនខានឈួតអីមានរំដួលចោះបើឯងរកប្តីមិនបានរស់នៅលីវដល់ចាំជ្រីវជ្រួញអានឹងមិនអាក្រក់ជាងឈួតទៀតទេអីតាតចាក់ដោតចំចំណុចខ្សោយរបស់មិត្តភ័ក្តិសម្ដីរបស់នាងតាតធ្វើឲ្យរំដួលលេងរារែកនាងគិតថាបើត្រូវរស់នៅលីវពេញមួយជីវិតនាងសុកចិត្តសាកល្បងម្ដងនាងស្ទុះទៅរស់រើកាបូបលុយដែលលាក់ទុកក្នុងខ្នើយរួចនិយាយទាំងបដូរផ្ដាច់ត្រូវឲ្យតាតអញមិនអាចទុកឲ្យសម្រស់អញរយដោយផ្កាត្រូវថ្ងៃបានទេតោះនាំអញទៅរកគ្រូសាក់ឥឡូវនេះទៅហ្មងទៅមុនពេលម៉ែអញត្រឡប់មកពីវត្តវិញអ្នកទាំងពីរក៏ចាប់ដៃគ្នាលបលួចចេញតាមរបងក្រោយផ្ទះសម្ដៅទៅកាន់ផ្ទះខ្ទមតូចមួយនៅជើងភ្នំដែលមានផ្សែងធប់ហុយត្រឡោមក្នុងចិត្តរំដួលពោពេញទៅដោយសេចក្តីសង្ឃឹមថាបន្ទាប់ពីជួបគ្រូសាក់ហើយអារម្មណ៍នឹងក្លាយជាកម្មសិទ្ធិរបស់នាងម្នាក់គត់ទោះបីជានាងត្រូវធ្វើអ្វីក៏ដោយបន្ទាប់ពីធ្វើដំណើរលបតាមភ្លឺស្រែចេញពីផ្សារត្រាចរំដួលនឹងនាងតាតក៏បានមកដល់ភូមិទេប្រណំឃុំវិហារលួងបរិយាកាសនៅទីនោះហាក់មានភាពអស្ចារ្យប្លែកព្រោះជាទឹកដីក្បែរក្រុងចាស់ឧដុង្គអ្នកទាំងពីរបានមកឈប់នៅមុខផ្ទះខ្ទមស្រឡះមួយដែលមានទង់ជ័យជះពណ៌ចម្រុះដែលមានក្លិនថូបភាយចេញមកក្រអូបឈួលច្រមុះនេះហើយគឺជាអាស្រមរបស់លោកគ្រូសាក់នៅមុខចណ្ដាលផ្ទះពួកគេបានជួបនឹងបុរសម្នាក់រាងស្គមដូចកំព្រឹសស្លៀកសារ៉ុងខ្លីត្រឹមជង្គង់កំពុងអង្គុយបេះអង្កាមចេញពីសក់នោះគឺអាឆោតកូនសិស្សចំណិតរបស់លោកគ្រូមកកកេះកកាយរោគអីហ្នឹងមេនាងទាំងពីរចង់មកមើលជោគជតារាសីឬចង់មកសុំលេខឆ្នោតអាឆោតសួរទាំងធ្វើភ្នែកស្លេវស្លក់ដាក់រំដួលបងឆោតពួកខ្ញុំចង់មកសុំលោកគ្រូសាក់ចង់សុំជំនួយបន្តិចបន្តួចរំដួលឆ្លើយទាំងអឹមអៀនអាឆោតធ្វើរឹកពីជាអ្នកចេះដឹងរួចស្រែកហៅទៅខាងលើផ្ទះលោកគ្រូមានម៉ួយលោកគ្រូម៉ួយមកហើយអូយមានសិលវ័នមកសុំជួបបាទគ្រាន់តែចប់សម្ដីស្រាប់តែបរិសម្នាក់វ័យប្រហែលជា50ឆ្នាំស្លៀកសំពត់សចងក្បិនពាក់ខ្សែអង្កាំជុំកមានពុកមាត់ស្រមោមចុះមកដល់ដីទាំងក្បាច់រំនោះគឺលោកគ្រូសាក់គាត់មើលទៅហាក់ដូចជាអ្នកមានសិលមែនតែនតែភ្នែករបស់គ្រូនោះរំពៃមើលទៅកាបូបលុយរំដួលមិនដាក់អូហូនាងក្រមុំសាត្រាចមកទីនេះមានរឿងអីធំដុំមែនទេហ្នឹងលោកគ្រូសាក់សួរទាំងធ្វើសំឡេងក្រលួចលោកគ្រូជួយកូនផងកូនស្រឡាញ់កំឡោះម្នាក់នៅផ្សារឧដុង្គតែម៉ែកូនខាត់មិនឲ្យជួបកូនចង់បានថ្នាំស្នេហ៍ណាដែលធ្វើឲ្យគេមករកកូនដល់ផ្ទះមកសុំកូនការឲ្យផ្អើលភូមិម្ដងណាលោកគ្រូរំដួលរៀបរាប់ទាំងមិនលាក់លៀមលោកគ្រូសាក់ងក់ក្បាលយឺតរួចបែរទៅបញ្ជាអាឆោតទៅយកទឹកអប់មុនស្នេហ៍ដណ្ដប់មេឃនិងក្រមួនមាត់សារកាធ្លាក់ទឹកមកឲ្យគ្រូភ្លាមស្អីចេះក្រមួនមាត់សារកាធ្លាក់ទឹកអាឆោតរត់ទៅយកមកវិញនៅដបទឹកអប់ចាស់មួយនិងប្រអប់ក្រមួនដែលមានដីហុយសំពងលោកគ្រូសាក់ចាប់ដើមសូត្រផ្លុំគៀតថាអូមអានអារ៉ាត់អារាយស្រឡាញ់ឲ្យងាប់លក់នំអាកោឲ្យជាប់កុំឲ្យរត់រួចអូម៉ាក់ស៊ីធីស្វាហយៈម៉ាអាអ៊ូក្នុងពេលសូត្រមុនលោកគ្រូសាក់បែរជាធ្វើភ្នែកលេលើបាញ់ទឹកមុនសាច់ពេញមុខរំដួលនិងនាងតាតរហូតអ្នកទាំងពីរជូតមុខមិនចង់ទាន់អាឆោតវិញក៏មិននៅស្ងៀមដែរគេយកផ្លិតមកបក់ផាត់ផ្សែងធប់ឲ្យហុយចូលភ្នែករំដួលរហូតនាងទឹកភ្នែករហាមរួចរាល់ហើយលោកគ្រូសាក់ប្រាប់ទាំងញញឹមស្ងិញទឹកអប់នេះលាបតែបន្តិចក្រអូបដល់ឧដុង្គចំណែកក្រមួននេះលាបមាត់ឲ្យក្រហមធានាថាអាផ្លុកឃើញហើយវងវែងផ្លូវទៅផ្ទះមិនឃើញមកដេកចាំមុខផ្ទះនាងមិនខានរំដួលជាជាក់ស្លុងក៏ហុចប្រាក់កាសឲ្យលោកគ្រូអស់ពីកាបូបរួចដើរចេញមកវិញទាំងសប្បាយចិត្តនាងមិនដឹងទេថាពេលនាងងាកក្រោយអាឆោតនិងលោកគ្រូសាក់កំពុងតែលួចចែកលុយគ្នាហ
ហើយសាច់ខឹកពីល្បិចកំប្លែងរបស់ពួកគេឡើយព្រឹកថ្ងៃបន្ទាប់មកដល់ជារវងប្រតិទិនដែលរំដួលរងចាំទាំងអន្ទះសានាងក្រោកតាំងពីមាត់រងាវដើម្បីរៀបចំខ្លួនតាមរូបមន្តដែលលោកគ្រូសាក់បានផ្ដាំនាងមិនដោះមុខទេគឺគ្រាន់តែយកកន្សែងជូតតិចរួចបន្ថែមក្រមួនមាត់មុនសារិកាលុងឲ្យកាន់តែក្រហមឆ្អៅនិងបាញ់ទឹកអប់ដណ្ដប់មេឃឡើងជោកអាវរហូតក្លិនភាយទៅដល់ផ្ទះអ្នកជិតខាងរំដួលឯងប្រកាសទេថាអាផ្លុកឃើញមុខឯងហើយមិនរត់នាងតាត់សួរតាំងយកដៃបិទច្រមុះព្រោះក្លិនទឹកអប់ខ្លាំងពេកឯងមិនដឹងទេអីតាតនេះគេហៅថាសម្រស់មុនអាគមណាតោះបញ្ញាប់ទៅផ្សារដងកុំឲ្យខកពេលអាផ្លុកលក់នំដាច់អស់រំដួលឆ្លើយទាំងជឿជាក់អ្នកទាំងពីរធ្វើដំណើរមកដល់ផ្សារដងទាំងទឹកមុខអំនួតរំដួលដើរញ៉ៃញ៉ង់បញ្ចេញរឹកពីជាក្រមុំសួរប៉ុន្តែអ្នកដើរផ្សារគ្រប់គ្នាដែលដើរកាត់នាងបែរចំណោមគ្នាខ្ទប់ច្រមុះហើយងាកមើលមុខនាងទាំងភ័យខ្លះខ្សឹបគ្នាថានាងនឹងមកពីណាហ្នឹងមាត់ក្រហមដូចទៅតែនឹងហែកសាច់ស្រស់ស៊ីហើយក្លិនខ្លួនដោយទឹកអប់ចាក់ធុងបានអញ្ចឹងរំដួលមិនខ្វល់នាងសម្ដៅទៅតូបលក់នំអាកោរបស់អាផ្លុកភ្លាមពេលទៅដល់នាងឃើញអាផ្លុកកំពុងមកមានញឹកខ្ចប់នំឲ្យម៉ួយរំដួលក៏ឈរនៅពីមុខតូបរួចបញ្ចេញសំឡេងក្រលួចដែលស្អិតព្រោះក្រមួនមាត់បងផ្លុករំដួលមកទិញនំទៀតហើយថ្ងៃនេះបងសង្ហាជាងរាល់ដងណាស់ណនិយាយបណ្ដើររំដួលខំប្រឹងធ្វើភ្នែកព្រិចដាក់អាផ្លុកបណ្ដើរអាផ្លុកងើបមុខឡើងបំរុងនឹងញញឹមមករកម៉ួយស្រីតែគ្រាន់តែឃើញមុខរំដួលពេញភ្នែកគេស្រឡាំងកាំងភ្នែកនៅសល់តែម្ខាងដៃដែលកំពុងកាន់នំអាកោក៏របូតធ្លាក់ចូលទៅក្នុងឆ្នាំងទឹកក្តៅវិញអូយម៉ែអើយនាងរំដួលមែនទេហ្នឹងមិនក៏មុខមាត់ទៅជាអញ្ចឹងហើយក្លិនអីក៏ឈួលម្លេះដូចជាក្លិនទឹកអប់ដាក់សពអញ្ចឹងបងអូនស្រីរំដួលភាំងបន្តិចតែនឹកឃើញសម្ដីគ្រូថាបើគេភ្ញាក់ផ្អើលមានន័យថាអាកុំពូកែនាងក៏កាន់តែមានចិត្តក៏ដើរចូលទៅចិត្តអាផ្លុកថែមទៀតបងផ្លុកមកពីបងស្រឡាញ់អូនខ្លាំងពេកទៅបងភាំងអញ្ចឹងមែនទេមកចិត្តអូនមកខណៈដែលរំដួលកំពុងតែព្យាយាមបញ្ចេញមុនស្នេហ៍ស្រាប់តែមានឆ្កែផ្សាមួយវងដែលធំក្លិនទឹកអប់ប្លែកខុសធម្មតាបាននាំគ្នាព្រុសត្រហឹងពេញនឹងហើយដេញតាមរំដួលផ្អើលពេញផ្សារជួយផងឆ្កែដេញអាផ្លុកជួយអូនផងរំដួលស្រែកផងរត់ផងធ្វើឲ្យក្រមួនមាត់ហៀប្រឡាក់ពេញថ្ពាល់មើលទៅកាន់តែគួរឲ្យខ្លាចថែមទៀតអាផ្លុកឈោតថ្មឹងតាំងងឿងឆ្ងល់ផងតាំងចង់សាច់ផងអូយស្នេហ៍ស្អីហ្នឹងក៏ខ្លាំងម្លេះដល់ថ្នាក់ឆ្កែដេញខំពេញភូមិនេះបញ្ជាក់ឲ្យឃើញថាភាពអាម៉ាស់របស់រំដួលដែលត្រូវរត់កាត់អាម៉ាស់ចេញពីផ្សារដងទាំងមិនតាន់បាននិយាយរឿងបេះដូងជាមួយអាផ្លុកសូម្បីមួយម៉ាត់ផែនការលើកទី1នេះចាត់ទុកថាជាមេរៀនដ៏ជូរចត់ប៉ុន្តែសម្រាប់នាងរំដួលវិញនោះនាងនៅតែមិនតាន់អស់ចិត្តនៅឡើយទេបន្ទាប់ពីហេតុការណ៍មុនស្នេហ៍ផ្អើលឆ្កែផ្សាបានកន្លងផុតទៅអាផ្លុកមិនអាចបំភ្លេចរូបភាពនាងរំដួលដែលរត់ត្រហប់ទាំងមាត់ក្រហមងាំងនោះបានឡើយផ្ទុយពីការភ័យខ្លាចអាផ្លុកបែរជានឹកឃើញដល់ទឹកមុខដ៏ស្លន់ស្លោនិងភាពក្រមិចក្រមើមរបស់រំដួលទៅវិញគេអង្គុយលក់នំបណ្ដើរលួចញញឹមម្នាក់ឯងបណ្ដើររហូតដល់អតិថិជនសួរថាអាផ្លុកថ្ងៃហ្នឹងឯងកើតអីចេះតែអង្គុយសាច់ដាក់ឆ្នាំងនំអញ្ចឹងអត់អីទេមីងគ្រាន់តែនឹកឃើញរឿងកំ pl ាយបន្តិចបន្តួចហ្នឹងណាមីងឆ្លើយទាំងអៀនក្នុងចិត្តអាផ្លុកគិតថានាងរំដួលហ្នឹងបើទោះជាធ្វើខ្លួនចម្លែកបន្តិចមែនប៉ុន្តែនាងមើលទៅគួរឲ្យរុះរាយហើយមានចិត្តស្មោះត្រង់ណាស់មនុស្សស្រីអីហ៊ានធ្វើខ្លួនឲ្យគេសើចពេញផ្សារប្រហែលជាចង់ឲ្យយើងចាប់អារម្មណ៍ហើយមើលទៅអាផ្លុកចាប់ផ្ដើមដឹងខ្លួនថាគេមិនដែលចាប់អារម្មណ៍រំដួលព្រោះថ្នាំស្នេហ៍ឬក្រមួនមាត់នោះទេប៉ុន្តែគឺចាប់អារម្មណ៍នឹងភាពមិនដូចគេរបស់នាងទៅវិញនោះទេល្ងាចនោះបន្តពីលក់ដូរអស់អាផ្លុកបានសម្រេចចិត្តធ្វើរឿងមួយដែលគេមិនដែលធ្វើពីមុនមកគេរៀបចំនំអាកោដែលក្តៅនិងស្អាតជាងគេដាក់ក្នុងកញ្ជើរួចជិះកង់សម្ដៅទៅកាន់ផ្លូវដែលឆ្ពោះទៅភូមិសាត្រាច
គេចង់ដឹងថាតើនាងក្រមុំម្នាក់នោះសុកតោកយ៉ាងណាបន្ទាប់ពីត្រូវឆ្កែដេញផ្អើផ្សាកាលពីព្រឹកមិញនៅឯផ្ទះរំដួលវិញនាងកំពុងអង្គុយលាងមុខជំរះក្រមួនមាត់ទាំងទឹកភ្នែកហូររហាមតាតអើយចប់ហើយលើកនេះអាផ្លុកច្បាស់ជាខ្ពើមអញស្លាប់ហើយមើលចុះមុខអញឡើងក្រហមដូចគេវាយអញ្ចឹងរំដួលរអ៊ូប្រាប់មិត្តភក្តិកំតន់អស់សង្ឃឹមអីរំដួលប្រហែលជាអាផ្លុកគេមានចិត្តអាណិតឯងវិញក៏ថាបានតាតលួងលោមនាងរំលោមមិនបានប្រមាណផងសំលេងកណ្ដឹងកង់ក៏បានបន្លឺឡើងនៅមុខរបងផ្ទះក្រើងក្រើងក្រើងរំដួលនឹងតាតងាកទៅមើលទាំងភ្ញាក់ផ្អើលគឺអាផ្លុកគេឈប់នៅមុខផ្ទះតាំងញញឹមស្រស់បង្ហាញពីភាពបរោះពេញតួរំដួលភ័យស្លន់ស្លោស្ទុះទៅយកកន្សែងមកគ្របមុខព្រោះមិនតាន់បានរៀបចំខ្លួនអូយមិនក៏គេមកដល់ផ្ទះអញ្ចឹងតាតឯក៏ឈុតម្លេះស្នេហ៍នេះឈុតណាស់ណាតាតអើយជួយអញហងស្នេហ៍នឹងពូកែដល់ថ្នាក់នឹងមែនណាអាផ្លុកស្រែកសួរពីក្រៅរបងបងស្រីរំដួលសុខសប្បាយទេឃើញព្រឹកមិញរត់លឿនពេកព្រោះឆ្កែដេញខំខ្លាចកលាច់ជើងអីទៅបងយកនំមកផ្ញើនឹងចង់សួរនាំបន្តិចណាឮសម្ដីដល់ផ្អែមហែមរបស់អាផ្លុករំដួលស្ទើរតែហោះទាំងខ្លួនប្រាននាងលេងខ្វល់ពីមុខមាត់ដែលមិនតាន់តុកតែងនាងរត់ទៅរកបងទាំងញញឹមបិទមាត់មិនចិត្តក្នុងចិត្តនាងជឿជាក់ស្លងថាលោកគ្រូសាក់ពិតជាពូកែមែនតែនត្រឹមតែមួយថ្ងៃអាផ្លុកមកដល់មុខផ្ទះបាត់ទៅហើយចំណែកអាផ្លុកវិញពេលឃើញរំដួលក្នុងសភាពធម្មជាតិគ្មានក្រមួនមាត់ហៀដល់ចង្ការគេគ្រាន់តែពេញចិត្តព្រោះរំដួលមើលទៅស្អាតតាមបែបធម្មជាតិជាងការតុបតែងប្លែកៗនោះឆ្ងាយណាស់ភ្នែកអ្នកទាំងពីរប្រសពគ្នាដោយមិនដឹងខ្លួនហើយភាពស្ងប់ស្ងាត់នាពេលល្ងាចក៏คล้ายជាមន្តស្នេហ៍ពិតប្រាកដដែលចាប់ផ្ដើមចងបេះដូងអ្នកទាំងពីរឲ្យនៅក្បែរគ្នាខណៈដែលស្នេហារវាងកំឡោះឧដុង្គនិងក្រមុំសាត្រាចកំពុងតែចាប់ដើមលាក់ត្រួយយ៉ាងផ្អែមល្ហែមស្រាប់តែមានពពកខ្មៅបក់មកបាំងពីខាងផ្ទះអាផ្លុកតាសុកដែលជាឪពុករបស់អាផ្លុកនិងជាអ្នកចាស់ទុំម្នាក់ដែលមានមុខមាត់នៅផ្សារឧដុង្គបានដឹងរឿងដែលកូនប្រុសរបស់ខ្លួនលួចជិះកង់ទៅផ្សារត្រាចទាំងល្ងាចនៅក្រោមផ្ទះឈើបុរាណមួយក្បែរជើងភ្នំឧដុង្គតាសុកអង្គុយបក់ផ្លិតស្លឹកត្នោតទាំងទឹកមុខមាំពេលឃើញអាផ្លុកដើរចូលផ្ទះទាំងញញឹមញញែមតាសុកក៏ក្អកបញ្ឆិតបញ្ឈៀងភ្លាមអាយ៉ាអាផ្លុកឯងទៅលក់នំឬក៏ទៅលក់បេះដូងហ្នឹងបានជាទៅបាត់ដល់យប់អញ្ចឹងអាកូនអាផ្លុកភ្ញាក់ព្រឺតរួចឆ្លើយទាំងអេះអុញបាទពុកកូនគ្រាន់តែយកនំទៅផ្ញើម៉ួយនៅខាងផ្សារត្រាចបន្តិចបន្តួចនឹងណាម៉ួយស្អីអញឮតែគេថាឯងទៅរកនាងរំដួលកូនយាយម៉ៅមែនទេនាងសុកសួរដោយដេញដោលអញប្រាប់ឯងឲ្យច្បាស់ណាត្រកូលយើងជាអ្នករកស៊ីមានមុខមានមាត់នៅផ្សារដុងអញបាននិយាយគ្នាជាមួយសេដ្ឋីចាស់នៅក្នុងភូមិព្រះស្រែរួចហើយគេចង់លើកកូនស្រីគេឈ្មោះថានាងហ៊ីងឲ្យឯងណានាងហ៊ីងទាំងស្អាតទាំងឆ្លាតពូកែហើយពិសេសនោះមានមាសពាក់ពេញខ្លួនស្រោចខ្លួនតែម្ដងមាសនោះមិនមែនក្រមុំលក់បន្លែមាត់ក្រហមងាំងដូចជានាងរំដួលអីហ្នឹងទេវើយអាផ្លុកគ្រាន់តែឮឈ្មោះនាងហ៊ីងក៏ក្រវីក្បាលដូចកង្ហាពុកកូនមិនស្រឡាញ់នាងហ៊ីងទេនាងនឹងចរិតឆ្មាំងឆ្មៃណាស់កូនស្រឡាញ់រំដួលវិញនាងជាមនុស្សត្រង់ហើយរស់រាយណាស់ពុកឈប់និយាយភ្លាមតាសុកផ្ទះក្រេផោងឯងមិនដឹងទេអីនាងរំដួលនឹងគេល្បីពេញផ្សារថាជាកំមុំចង់បានប្តីខ្លាំងដល់ថ្នាក់ទៅរកគ្រូដាក់ស្នេហ៍ឲ្យឯងទៀតផងឯងចង់បានប្រពន្ធដែលចេះអាគមអូមអាមអញ្ចឹងមែនទេបើឯងមិនស្ដាប់អញទេកុំហៅអញថាពុកវើយអាផ្លុកអួលដើមកនិយាយមិនចេញគេមិននឹកស្មានថារឿងរំដួលទៅរកគ្រូស្នេហ៍បែរជាខ្លាចជាអាវុធមុខពីរដែលត្រឡប់មកចាក់ខ្លួនឯងបែបនេះសោះគេដឹងច្បាស់ថាពុករបស់គេជាមនុស្សមើងម៉ាត់និយាយម៉ាត់ណាគឺម៉ាត់នឹងយប់នោះអាផ្លុកដេកសម្លឹងមើលដំបូលផ្ទះទាំងដកដង្ហើមធំគេអាណិតរំដួលផងនិងខ្លាចចិត្តឪពុកផងចំណែកឯតាសុកវិញក៏មិននៅស្ងៀមដែរគាត់បានរៀបចំផែនការដើម្បីបង្ខាំងអាផ្លុក
ការជាមួយនាងហ៊ីងឲ្យខានតែបានដើម្បីកាត់ផ្ដាច់ចំណងស្នេហ៍មុនស្នេហ៍ផ្សារត្រាចនោះចោលឧបសគ្គធំបានមកដល់ហើយអាផ្លុកនឹងជ្រើសរើសយកពាក្យសម្ដីឪពុកឬក៏ជ្រើសរើសយកក្រមុំផ្សារត្រាចដែលខំដាក់ស្នេហ៍គេស្ទើរតែងាប់ស្ទើរតែរស់នោះបន្ទាប់ពីដឹងថាខាងប្រុសមានឧបសគ្គរំដួលកាន់តែភ័យស្លន់ស្លោនាងខ្លាចអាផ្លុកត្រូវឪពុកបង្ខំឲ្យរៀបការជាមួយស្រីផ្សេងក៏សម្រេចចិត្តទៅរកគ្រូសាក់ម្ដងទៀតដើម្បីសុំថ្នាំដាច់ខាតលើកនេះលោកគ្រូសាក់បានប្រគល់ដបទឹកមុនតូចមួយដែលមានពណ៌ស្វាយព្រិចព្រិចរួចផ្ដាំថាយកទឹកមុននេះទៅលុបដាក់ក្នុងទឹកផឹកឲ្យអាផ្លុកផឹកឲ្យបានធានាថាគេនឹងរត់ចោលពុករត់ចោលម៉ែមកតាមរោគស្នេហ៍នាងឯងយ៉ាងប្រកបថ្ងៃបន្ទាប់រំដួលនឹងនាងតាតលោបចូលទៅក្បែរតូបលក់នំអាកោនៅផ្សារឧដុង្គក្នុងពេលដែលអាផ្លុកកំពុងមមាញឹកលើកកញ្ជើនំទៅឲ្យម៉ួយនៅត្រៃម្ខាងទៀតរំដួលក៏ឆ្លៀតឱកាសលោបចូលទៅក្បែរក្អមទឹកផឹកប្រចាំតូបរួចចាក់ទឹកមុនស្វាយនោះចូលទៅក្នុងកែវទឹកដែលដាក់ផ្កាប់ទៅលើក្អមភ្លាមរួចរាល់ហើយតាតចាំមើលចោះអាផ្លុកផឹកទឹកនឹងហើយច្បាស់ជាបាក់ចិត្តស្លុងហ្មងរំដួលខ្សឹបប្រាប់មិត្តភ័ក្តិទាំងអរំភើបប៉ុន្តែរឿងដែលមិននឹកស្មានដល់បានកាត់ឡើងអាឆោតកូនសិស្សលោកគ្រូសាក់ដែលដើរតាមទាលុយជំពាក់ពីអ្នកផ្សារក៏ដើរចូលមកតាំងស្រេកទឹកខ្លាំងដោយមិនដឹងអីអាចោតស្ទុះទៅចាប់កែវទឹកដែលរំដួលទៅតែដាក់ទឹកមុនអំបញ្ញមិញនោះមកផឹកអឹកអស់ពីកែវអូយទឹកស្អីនឹងក៏ផ្អែមប្លែកម្លេះអាចោតរអ៊ូទាំងជូតមាត់ស្រាប់តែភ្លាមនោះភ្នែកអាចោតចាប់ដើមលីលើវិលមុខងីងើគេងាកទៅឃើញនាងរំដួលដែលកំពុងលបមើលពីក្រោយដើមឈើរំភើបចិត្តអីក៏យ៉ាងនេះក្នុងកែវភ្នែកអាចោតពេលនេះរំដួលមិនមែនជាក្រមុំធម្មតាទេគេជាទេពអសរជាយុទ្ធពីឋានសួគ៌អាចោតស្ទុះរត់ទៅរករំដួលទាំងត្រដាបត្រដួសអូយព្រះនាងរំដួលម្ចាស់ចិត្តបងមិនក៏ស្អាតម្លេះបងស្រឡាញ់អូនណាស់ទៅការជាមួយបងទៅអាចោតដេញអោបដេញថើបរំដួលផ្អើលពេញផ្សាររំដួលភ័យស្លាំងស្រែកខ្លាំងអូយអាចោតអាឈួតអញដាក់ឲ្យអាផ្លុកផឹកតើមិនក៏ឯងមកផឹកទឹកវិញចេញទៅក៏មកចិត្តអញអាចោតមិនព្រមឈប់ទេបែរជាដេញតាមរំដួលបណ្ដើស្រែកច្រៀងបណ្ដើកំរត់អីអូនកំរត់អីស្នេហ៍យើងបានមកដល់ហើយពៅមៀអាផ្លុកដែលទៅតែត្រឡប់មកវិញឃើញអាចោតដល់ញ៉ែរំដួលឡើងផ្អើផ្សាក៏កាត់ចិត្តប្រច័ណ្ឌភ្លាមឈប់ភ្លាមអាចោតឯងធ្វើស្អីនឹងអាផ្លុកស្ទុះទៅជួយរាំងអាចោតចំណែកអារំដួលរត់ឡើងចង់ដាច់ខ្យល់វគ្គនេះបញ្ចប់ទៅដោយភាពវឹកវរនិងសំណាចចុកពោះរបស់អ្នកផ្សារដងផែនការដាក់ថ្នាំស្នេហ៍របស់រំដួលត្រូវរលាយដូចអំបិលត្រូវទឹកថែមទាំងធ្វើឲ្យអាចោតខ្លាយជាសត្រូវស្នេហ៍ដោយចៃដន្យទៀតផងបន្ទាប់ពីហេតុការណ៍ដ៏អាម៉ាស់នៅផ្សារដងដែលត្រូវអាចោតដេញតាមញ៉ែផ្អើលគេផ្អើលឯងព្រោះតែផឹកថ្នាំស្នេហ៍ច្រឡំមុខរំដួលបានត្រឡប់មកដល់ផ្ទះវិញទាំងសភាពដង្ហក់និងទឹកភ្នែករហាមនាងក្រវែងកន្ត្រកបន្លាយចោលទៅលើដីរួចអង្គុយចុះទៅសម្យាបផ្ទះទាំងអារម្មណ៍វល់វល់និងអស់សង្ឃឹមជាខ្លាំងចាប់ហើយតាតអើយលើកនេះអញអស់សង្ឃឹមពិតមែនហើយរំដួលនិយាយទាំងសឹកសួលទៅកាន់នាងតាតដែលដើរតាមពីក្រោយឯងមើលចោះដាក់ស្នេហ៍ឲ្យអាផ្លុកតែបែរជាជួបអាចោតកូនសិស្សលោកគ្រូទៅវិញអាផ្លុកគេសាចអញរត់ដេញគ្នាជាមួយអាចោតបែបហ្នឹងគេច្បាស់ជាគិតថាអញជាស្រីផ្ដេសផ្ដាស់មិនដឹងស្រឡាញ់អ្នកណាក្បាលអ្នកណាកន្ទុយអ្នកណាមិនខាននាងតាតព្យាយាមលួងលោមមិត្តភ័ក្តិកំគិតច្រើនពេករំដួលប្រហែលជាមកពីអាចោតវារាសីខ្ពស់ពេកទើបវាលេបទឹកមុនហ្នឹងទៅជាជួបភ្លាមបែបហ្នឹងណាចាំថ្ងៃក្រោយយើងទៅរកលោកគ្រូសាក់ឲ្យគាត់ធ្វើថ្នាំថ្មីឲ្យខ្លាំងជាងហ្នឹងរំដួលងើបមុខឡើងសម្លឹងមើលមិត្តភ័ក្តិទាំងភ្នែកក្រហមរួចនិយាយដោយសំឡេងមាំឈប់ទៅតាតអញចាប់ផ្ដើមសង្ស័យហើយតាំងពីអញទៅរកលោកគ្រូសាក់មកអញមិនដែលជួបរឿងល្អសោះលើកទី1ហើយលាបក្រមួនមាត់រហូតឆ្កែដេញខំលើកទី2ដាក់ស្នេហ៍រហូតអាចោតឈួតដេញតាមអោបលើកនេះជាមុនស្នេហ៍ឬក៏ជាមុនចង្រៃឲ្យប្រកាសរំដួលចាប់ផ្ដើមគិតឡើងវិញ
ពីទង្វើរបស់លោកគ្រូសាក់នាងនឹកឃើញកាលពីនៅអាស្រមគ្រូសាក់តែងតែលួចសម្លឹងមើលកាបូបលុយនាងនិងការធ្វើពិធីប្លែកៗដែលមើលទៅដូចជាការលេងសើចច្រើនជាងការសូត្រមន្តពិតប្រាកដនាងចាប់ផ្ដើមមានអារម្មណ៍ថាខ្លួនឯងប្រហែលជាចាញ់បោកសម្ដីភូតភររបស់គ្រូសាក់និងការចាក់រុករបស់នាងតាតដែលនាំឲ្យនាងងប់ងល់នឹងរឿងអបិយជំនឿហួសហេតុពេកអញអន់ចិត្តនឹងខ្លួនឯងណាស់តាតរំដួលបន្តទាំងដកដង្ហើមធំអញស្អាតបាតដែរលក់ដូរក៏សមរម្យមិនក៏ខ្វះទំនុកចិត្តលើខ្លួនឯងអញ្ចឹងដល់ថ្នាក់ត្រូវពឹងអាគមអូមអាមដើម្បីរកប្តីបើអាផ្លុកគេស្រឡាញ់អញព្រោះតែថ្នាំស្នេហ៍មែនតើថ្ងៃក្រោយស្នេហានោះវានឹងថិតថេរដែរឬទេយប់នោះរំដួលដេកមិនលក់បក់មិនលហើយនាងសម្លឹងមើលទៅដល់ទឹកអប់និងប្រអប់ក្រមួនមាត់ដែលនៅសល់លើក្បាលដំណេករួចនាងក៏សម្រេចចិត្តយកពួកវាទៅបោះចោលក្នុងកំពតព្រៃក្រោយផ្ទះទាំងអស់នាងសម្រេចចិត្តថាចាប់ពីថ្ងៃនេះតទៅនាងនឹងឈប់ពឹងគ្រូស្នេហ៍ទៀតហើយនាងនឹងត្រឡប់មកជានាងរំដួលដល់សាមញ្ញម្នាក់វិញបើអាផ្លុកស្រឡាញ់នាងគឺស្រឡាញ់នាងក្នុងភាពជាខ្លួននាងពិតប្រាកដមិនមែនស្រឡាញ់ព្រោះតែទឹកមុនស្អុយស្អុយឬក្រមួនមាត់ក្រហមងាំងនោះឡើយភាពអស់សង្ឃឹមបានប្រែជាភ្ញាក់រលឹកប៉ុន្តែក្នុងចិត្តរំដួលនៅតែមានសំណួរមួយតើអាផ្លុកនៅនឹងចាប់អារម្មណ៍អញទៀតទេបើអញលែងមានមុនស្នេហ៍ពីលោកគ្រូសាក់ជួយមែននោះរសៀលទៀបបន្តិចទៅហើយខ្យល់បក់ត្រសៀកត្រសៀកនាំយកក្លិនផ្កាត្រាចភាយពេញភូមិរំដួលអង្គុយនៅក្រោមដើមត្រាចក្បែរផ្លូវលំទឹកមុខនាងមានសភាពស្រពោនជាងរាល់ដងថ្ងៃនេះនាងមិនបានតុបតែងខ្លួនឆាតឆាយមិនបានលាបក្រមួនមាត់ក្រហមងាំងហើយក៏គ្មានក្លិនទឹកអប់ឈួលច្រមុះដែរនាងស្លៀកពាក់អាវបំពង់សាមញ្ញនិងសារ៉ុងចាស់បន្តិចប៉ុន្តែសម្រស់ធម្មជាតិដែលគ្មានការកែច្នៃបែរជាធ្វើឲ្យនាងមើលទៅមានមុនស្នេហ៍មួយយ៉ាងដែលគួរឲ្យចង់សម្លឹងក្នុងចិត្តនាងកំពុងគិតដល់រឿងដែលអាផ្លុកឃើញនាងរត់ដេញគ្នាជាមួយអាឆោតកាលពីម្សិលមិញនាងដកដង្ហើមធំរួចរអ៊ូម្នាក់ឯងចាប់ហើយរំដួលអើយគេច្បាស់ជាគិតថាអញជាស្រីឈួតមិនខានបើដឹងចឹងអញមិនជឿតាមមីតាតទៅរកគ្រូស្នេហ៍ចង្រៃនឹងទេខណៈដែលនាងកំពុងអង្គុយយំតិចម្នាក់ឯងស្រាប់តែមានសំឡេងចិត្តមកដល់នៅក្បែរខ្លួនរំដួលងើបមុខឡើងទាំងទឹកភ្នែករលីងរលោងនាងស្រឡាំងកាំងនៅពេលឃើញអាផ្លុកជិះកង់ឈប់នៅពីមុខនាងដៃគេកាន់កន្ត្រកមួយដែលមានក្របជិតប្អូនរំដួលមិនក៏មកអង្គុយយំម្នាក់ឯងនៅទីនេះអាផ្លុកសួរដោយសំឡេងទន់ភ្លន់និងទឹកមុខព្រួយបារម្ភរំដួលបញ្ញាប់ជូតទឹកភ្នែករួចឆ្លើយទាំងអេះអុញបងផ្លុកមកធ្វើអីទីនេះបងមិនខ្ពើមអូនទេអីដែលឃើញអូនធ្វើរឿងឈួតនៅផ្សារកាលពីម្សិលមិញអាផ្លុកចុះពីលើកង់ដើរមកអង្គុយក្បែររំដួលរួចសាច់តិចខ្ពើមអីទៅរំដួលបងមកទីនេះក៏ព្រោះតែបងបារម្ភពីអូននឹងឯងរឿងកាលពីម្សិលមិញបងដឹងថាឆោតវាចម្លែកតែអ្វីដែលបងបារម្ភបំផុតគឺខ្លាចអូនខឹងបងដែលបងជួយអូនមិនតន់អាផ្លុកសម្លឹងមើលមុខរំដួលចំរួចបន្តទាំងសម្ដីស្មោះត្រង់តាមពិតទៅរំដួលដែលគ្មានក្រមួនមាត់ក្រហមរំដួលដែលគ្មានក្លិនទឹកអប់ឈួលគឺជារំដួលដែលស្អាតបំផុតសម្រាប់បងស្រឡាញ់អូនមិនមែនព្រោះអូនមានមន្តអាគមអីទេគឺបងស្រឡាញ់ភាពរុះរាយនិងចិត្តត្រង់របស់អូនតាំងពីជួបគ្នាដំបូងមកម្លេះរំដួលស្ដាប់ហើយស្ទើរតែមិនជឿត្រជាក់ខ្លួនឯងនាងសួរទាំងរារែកបងនិយាយមែនឬបងផ្លុកចោះបើអូនរកគ្រូដាក់ស្នេហ៍បងមែនតើបងមិនខឹងអូនទេអីអាផ្លុកញញឹមរួចហុចកន្ត្រកនំអាកោឲ្យនាងបើអូនដាក់ស្នេហ៍បងមែនគឺអូនដាក់ជាប់តាំងពីថ្ងៃដំបូងដែលអូនទិញនំអាកោបងហើយស្នេហ៍ដែលពូកែបំផុតគឺទឹកចិត្តអូននឹងឯងមិនបាច់រកគ្រូឯណាទៀតទេព្រោះបេះដូងបងវាផ្ញើទុកនៅផ្សារត្រាច់នេះបាត់ទៅហើយណាអូនការសារភាពស្នេហ៍ដោយមិនដឹងខ្លួននិងដោយចៃដន្យនេះបានធ្វើឲ្យរំដួលយំម្ដងទៀតតែលើកនេះជាទឹកភ្នែកនៃសេចក្តីសុខអាចដឹងច្បាស់ហើយថាអ្វីដែលនាងខំស្វែងរកតាមរយៈអាគមអូមអាមតាមពិតវាស្ថិតនៅក្នុងភាពជាខ្លួនឯងដ៏សាមញ្ញរបស់នាងសោះនៅកណ្ដាលបរិយាកាសដ៏ផ្អែមល្ហែមក្រោមដើមត្រាចនាពេលរសៀលស្រាប់តែមានសូរសំឡេងដើរតាក់
យ៉ាងប្រញាប់ស្មេមកពីក្រោយខ្នងយាយម៉ៅដែលទៅបតែត្រឡប់មកពីចំការវិញកាន់បង្គីផងនិងអំបោះសរសៃធំមួយផងបានឃើញកូនសំណប់ចិត្តរបស់ខ្លួនអង្គុយចិត្តកំឡោះប្លែកមុខម្នាក់ដោយសារតែភ្នែកមិនសូវច្បាស់ផងនិងមានចិត្តសង្ស័យស្រាប់ផងយាយម៉ៅក៏ស្រែកឡើងទាំងកំហឹងអាណាឯងមកលួចនិយាយអីជាមួយកូនស្រីអញចៅលួចមន់មែនទេឬក៏អាឆោតកូនសិស្សលោកគ្រូសាក់ដែលដេញតាមកូនអញកាលពីម្សិលមិញអាផ្លុកភ្ញាក់ព្រឺតស្ទុះងើបឈរទាំងញ័រជើងញ័រដៃជំរាបសួរម៉ែកូនមិនមែនចោលទេកូនគឺមិនតាន់តែអាផ្លុកនិយាយចប់ផងយាយម៉ៅដែលកំពុងខឹងក្រោធក៏ស្ទុះទៅចាប់អំបោះសរសៃធំក្រវីឡើងលើអាកាសម៉ែប៉ែអីឃើញមុខសង្ហាចង់មកបោកកូនស្រីអញមែនទេណែយកអំបោះស័ក្តិសិទ្ធនេះអញទៅលឺសូរតែផ្លាប់យាយម៉ៅដេញវាយអាផ្លុកអាល់ពេញផ្លូវលំអាផ្លុកដែលជាកំឡោះមមូនបែរជាត្រូវរត់ជុំវិញដើមត្រាចដើម្បីគេចពីមហិទ្ធិឫទ្ធិអំបោះរបស់យាយម៉ៅម៉ែឈប់សិនម៉ែនេះបងផ្លុកអ្នកលក់នំអាកោទេតាម៉ែរំដួលស្រែកខត់ផងរត់តាមចាប់ដៃម៉ែផងទាំងចង់សើចផងចង់យំផងអាកោឬអាស្អីក៏ដោយមកអង្គុយត្រសងកដាលវាលបែបហ្នឹងខូចឈ្មោះកូនស្រីអញអស់ហើយណែយកមួយអំបោះទៀតយាយម៉ៅនៅតែមិនព្រមឈប់រហូតដល់អាផ្លុករត់ទៅពូនក្រោមកង់រួចលើកដៃសំពះព្រាតម៉ែស្ដាប់កូនសិនកូនយកនំមកផ្ញើម៉ែតើហើយកូនចង់មកសុំទោសរឿងដែលធ្វើឲ្យរំដួលពិបាកចិត្តកន្លងមកអាផ្លុកនិយាយទាំងដង្ហក់ឮពាក្យថាយកនំមកផ្ញើយាយម៉ៅបងអង្គដៃបន្តិចរួចសម្លឹងមើលទាំងកន្ត្រកនំអាកោដែលជ្រុះលើដីគាត់ដើរទៅរើសមកមើលឃើញនំអាកោសក្បុសធំនិងឈ្ងុយខ្ទិះផងទឹកមុខដែលធ្លាប់តែក្តៅក្រហាយក៏ចាប់ផ្ដើមស្រទន់បន្តិចព្រោះយាយម៉ៅចូលចិត្តញ៉ាំនំអាកោបំផុតនំអាកោនេះមើលទៅទំនងដែរតាយាយម៉ៅរអ៊ូលតិចរួចបែរមកសម្លុតអាផ្លុកបន្តចុះមិនក៏មិនចូលតាមរបងផ្ទះឲ្យត្រឹមត្រូវមកអង្គុយពូនស្ទាក់កូនស្រីអញដូចជាចោលលួចអញ្ចឹងមកអង្គុយពូនស្ទាក់កូនស្រីអញដូចជាចោលលួចសេះអញ្ចឹងលើកនេះអញអត់ទោសឲ្យតែបើឃើញមកលួចលាក់បែបហ្នឹងទៀតអញនឹងយកទឹកត្រីមកជះឲ្យរៀងចាលរំដួលលួចសាច់ខិរួចគ្រាដៃម៉ែចូលផ្ទះចំណែកអាផ្លុកវិញបានត្រឹមតែឈរជូតញើសនិងដកដង្ហើមធំអូយម៉ែរំដួលកាចជាងគ្រូស្នេហ៍ទៅទៀតបើចង់បានរំដួលមែនច្បាស់ជាត្រូវហាត់រត់ប្រណាំងឲ្យលឿនជាងអំបោះគាត់ទៅហើយបន្ទាប់ពីត្រូវប្រសិទ្ធពរដោយអំបោះសរសៃធំរបស់យាយម៉ៅរួចមកអាផ្លុកមិនរៀងចាឡើយផ្ទុយទៅវិញគេគ្រាន់តែយល់ច្បាស់ថាបើចង់បានផ្ការរំដួលគឺត្រូវតែចេះបេះចិត្តអ្នកដាំផ្កាឲ្យបានជាមុនសិនព្រឹកបន្ទាប់អាផ្លុកមិនបានទៅលក់នំនៅផ្សារឧដុង្គដូចរាល់ដងទេតែគេបានរៀបចំខ្លួនយ៉ាងសមរម្យស្លៀកពាក់ស្អាតបាតជិះកង់សម្ដៅមកផ្ទះយាយម៉ៅទាំងព្រលឹមលើកនេះអាផ្លុកមិនពូនស្ទាក់ក្រោយដើមឈើទៀតទេគេដើរចូលតាមរបងផ្ទះតាមស្រួលរួចស្រែកហៅជំរាបសួរម៉ែម៉ៅខ្ញុំផ្លុកយកនំអាកោមកផ្ញើម្ដងទៀតបាទយាយម៉ៅដែលកំពុងតែអង្គុយបោសស្លឹកឈើលើដីលោបសម្លឹងមើលតាមប្រឡោះប្រហោងជញ្ចាំងមកទៀតហើយអីអាកោម្សិលមិញរត់មិនតាន់រៀងទេអីទោះបីជាមាត់គាត់និយាយកាចតែក្នុងចិត្តរបស់យាយម៉ៅចាប់ដើមលួចសរសើរភាពក្លាហានរបស់អាផ្លុកបន្តិចហើយអាផ្លុកមិននៅស្ងៀមឡើយគេដាក់កន្ត្រកនំចោះរួចស្ទុះទៅដណ្ដើមអំបោះពីដៃយាយម៉ៅម៉ែសម្រាប់ចោះចាំកូនជួយបោសចម្រះឲ្យស្អាតទុកកម្លាំងញ៉ាំនំឲ្យឆ្ងាញ់ទៅម៉ែមិនត្រឹមតែបោសដីទេអាផ្លុកជួយដងទឹកដាក់ពាងជួយពុះអោសនិងជួយជួសជុលរបងដែលបាក់បែកយ៉ាងស្វាហាប់រំដួលដែលលោបមើលតាមបងអួយផ្ទះរំភើបបេះដូងសឹងតែលោតចេញមកក្រៅម៉ែអើយម៉ែមើលចោះបងផ្លុកគេមានចិត្តសប្បុរសណាស់មិនដូចជាអាឆោតតែចេះតែដើរបោកគេឯងនោះទេយាយម៉ៅអង្គុយលើគ្រែចាប់នំអាកោដាក់ចូលមាត់រួចរអ៊ូតិចនំវាឆ្ងាញ់មែនហើយដៃជើងវាក៏រហ័សរហួនដែរមនុស្សប្រុសបែបនេះទើបអាចការពារកូនអញបានពេលសម្រាប់ពីការងារអាផ្លុកបានចូលមកអង្គុយសំពះយាយម៉ៅយ៉ាងសមរម្យរួចនិយាយពីចិត្តស្មោះម៉ែកូនដឹងថាម៉ែបារម្ភពីកូនស្រីកូនមកនេះមិនមែនចង់មកបោកប្រាស់រំដួលទេ
កូនស្រឡាញ់នាងដោយចិត្តស្មោះពិតទោះបីជាគ្រួសារកូនចង់ឲ្យកូនរៀបការជាមួយអ្នកផ្សេងក៏កូនមិនព្រមព្រៀងដែរព្រោះកូនបានផ្ញើចិត្តលើរំដួលបាត់ទៅហើយបើម៉ែមិនជឿម៉ែអាចសាកល្បងសួរកូនគ្រប់យ៉ាងយាយម៉ៅដកដង្ហើមធំរួចសម្លឹងមើលទៅអាភ្លុកដល់ចម្លែកភ្នែកអាភ្លុកអើយអញវាមិនមែនកាចអីពេកទេតែអញខ្លាចកូនអញចាញ់បោកគេបើឯងហ៊ានតទល់នឹងពុកឯងដើម្បីកូនស្រីអញមែនអញក៏មិនដាច់ចិត្តមិនបាច់បំបាក់ដែរតែចាំទុកណាបើឯងធ្វើឲ្យរំដួលយំអំបោះអញមិនមែនមានតែមួយដើមទេណាមានដល់100ដើមមនុស្សអាភ្លុកញញឹមបិទមាត់មិនចិត្តគេដឹងថាឥឡូវនេះគេបានឈ្នះចិត្តខ្លាផ្សាត្រាចបាត់ទៅហើយប៉ុន្តែឧបសគ្គធំជាងនេះកំពុងតែរងចាំគេនៅផ្ទះឯណោះគឺការតតាំងជាមួយតាសុកដែលកំពុងរៀបចំដណ្ដឹងនាងហ៊ីងឲ្យគេទាំងបង្ខំចិត្តខណៈដែលស្នេហារវាងអាភ្លុកនិងនាងរំដួលកំពុងតែមានពន្លឺសង្ឃឹមព្រោះឈ្នះចិត្តយាយម៉ៅស្រាប់តែមានរឿងមិនស្រួលមួយកើតឡើងនៅអាស្រមលោកគ្រូសាក់អាឆោតបន្ទាប់ពីអស់ឥទ្ធិពលទឹកមុនតែតាមពិតក្រន់តែជាទឹកលាយស្ករនិងលាយលាក់បន្តិចបន្តួចក៏ចាប់ផ្ដើមដឹងខ្លួនវិញហើយមានអារម្មណ៍ខ្មាស់អៀនខ្លាំងណាស់ដែលខ្លួនឯងទៅដេញតាមញ៉ែនាងរំដួលផ្អើលផ្សាដោយសារខឹងគ្រូដែលធ្វើថ្នាំស្នេហ៍មិនច្បាស់លាស់ធ្វើឲ្យរូបគេត្រូវរងការសើចចំអកអាឆោតក៏សម្រេចចិត្តសងសឹកគេបានលួចលួចចូលទៅក្នុងបន្ទប់សម្ងាត់របស់លោកគ្រូសាក់រួចក៏ប្រទះឃើញផោះតាំងដ៏រន្ធត់លោកគ្រូអើយលោកគ្រូតាមពិតអាថ្នាំមហាស្រឡាញ់នឹងគឺជាទឹកអប់ថោកថោកលាយជាមួយនឹងទឹកត្រពាំងសោះអាឆោតឧទានឡើងទាំងក្តៅក្រហាយស្របពេលនោះដែររំដួលនឹងនាងតាតក៏បានធ្វើដំណើរមកដល់អាស្រមដើម្បីមកទារលុយខ្លះត្រឡប់ទៅវិញព្រោះដឹងថាថ្នាំស្នេហ៍មិនស័ក្តិសិទ្ធិអ្នកទាំងពីរបានមកជួបអាឆោតដែលកំពុងតែរុះរើរបស់របរគ្រូផ្អើលមេឃណែអាឆោតឯងធ្វើអីហ្នឹងហើយលោកគ្រូសាក់ទៅណារំដួលសួរទាំងឆ្ងល់អាឆោតងាកមករួចនិយាយទាំងខឹងរំដួលអើយពួកយើងចាញ់បោកគ្រូកញ្ចាស់នឹងទាំងអស់គ្នាហើយមើលចោះក្រមួនមាត់សារិកាលិនមុននឹងតាមពិតគឺជាលក្ខពណ៌ក្រហមលាយជាមួយនឹងខ្លាញ់ជ្រូកស្អុយសោះចំណែកឯទឹកមុនដែលអញផឹកទៅឈួតពេញផ្សារហ្នឹងគឺទឹកស្ករលាយថ្នាំងងុយដេកបន្តិចបន្តួចឲ្យអញវិលមុខហ្នឹងណារំដួលលឺហើយក្តៅស្លឹកត្រចៀកងាំងចោះលុយកាក់អញដែលខំសន្សំមកឲ្យគាត់ហ្នឹងគាត់យកទៅចាក់កន្ទុយលេខអស់បាត់ទៅហើយអាឆោតឆ្លើយទាំងហួសចិត្តស្រាប់តែពេលនោះលោកគ្រូសាក់ដើរចូលមកទាំងទឹកមុខអរំភើបព្រោះទៅតែត្រូវកន្ទុយលេខបន្តិចបន្តួចក្រន់តែឃើញរំដួលនិងអាឆោតឈរចាំផ្លូវគ្រូសាក់បំរុងនឹងរត់ចេញតែត្រូវរំដួលស្ទុះទៅចាប់ទាញកអាវជាប់លោកគ្រូមិនក៏ធ្វើបាបកូនចៅបែបហ្នឹងគ្រូឯងបោកប្រាស់មនោសញ្ចេតនាកូនចង់ឲ្យកូនឈួតព្រោះខ្លាញ់ជ្រូកស្អុយមែនទេរំដួលស្រែកសួរទាំងខឹងលោកគ្រូសាក់ធ្វើមុខស្ងួតកុំខឹងអីណាមេកន្ទ្រៀងតាមពិតគ្រូចង់ឲ្យឯងមានទំនុកចិត្តលើខ្លួនឯងតើមើលចោះបើគ្រូមិនធ្វើអញ្ចឹងទេឯងហ៊ានទៅនិយាយរកអាភ្លុកទេឥឡូវអាភ្លុកវាមកដល់ផ្ទះហើយមែនអត់អាហ្នឹងមកពីស្នេហ៍មុខមាំរបស់គ្រូនឹងឯងស្នេហ៍មុខមាំស្អីគឺស្នេហ៍អំបោះម៉ែអញទេដែលនាំអាភ្លុកមករំដួលតបវិញភ្លាមរឿងរ៉ាវបែកការណ៍នេះបានធ្វើឲ្យរំដួលភ្ញាក់រលឹកទាំងស្រុងនាងលែងជឿលើអាគមអូមអាមទៀតហើយនាងបានបង្ខំឲ្យលោកគ្រូសាក់សងលុយវិញខ្លះរួចនាំនាងតាតត្រឡប់ទៅផ្ទះវិញទាំងសើចចំអកឲ្យភាពល្ងងខ្លៅរបស់ខ្លួនឯងឥឡូវនេះអាកំបាំងត្រូវបានលាតត្រដាងនាងមានអារម្មណ៍ថាខ្លួនឯងស្រាលខ្លួននិងមានសេចក្តីសុខជាងមុនព្រោះដឹងថាអាភ្លុកស្រឡាញ់នាងដោយសារតែចិត្តមិនមែនដោយសារតែខ្លាញ់ជ្រូកស្អុយរបស់គ្រូបោកប្រាស់ឡើយបន្ទាប់ពីដឹងការពិតថាអាគមទាំងឡាយគ្រាន់តែជាការបោកប្រាស់រំដួលមានអារម្មណ៍ថាដូចជាបានលៀងជំរះភាពស្មុគស្មាញចេញពីជីវិតនាងឈប់ខ្វល់ខ្វាយពីក្រមួនមាត់ឬទឹកអប់មុនស្នេហ៍ទៀតហើយផ្ទុយទៅវិញនាងចាប់ផ្ដើមថែរក្សាសម្រស់តាមរបៀបធម្មជាតិដែលដូនតាខ្មែរធ្លាប់ប្រើប្រាស់រៀងរាល់ព្រឹករំដួលយកល្មៀតមកបុកលាយជាមួយនឹងទឹកឃ្មុំដើម្បីខាត់ស្បែកហើយយកផ្កាម្លិះដែលដុះក្បែររបងផ្ទះមកដាក់ក្នុងទឹកសម្រាប់លាងមុខ
សម្រស់ដែលធ្លាប់តែបិទបាំងដោយលាក់ពណ៌ក្រហមឆ្អៅនិងក្លិនឈួលចាប់ដើមលេចចេញជាថ្មីជាមួយនឹងស្បែកសស្រស់ថ្លានិងក្លិនក្រអូបប្រហើរដោយផ្ការំដួលពិតពិតមើលចោះរំដួលឯងបែបនេះទៅជាស្រីស្អាតពិតប្រាកដនាងតាតអូទៀនឡើងទាំងស្ងើចសរសើរពេលឃើញមិត្តភ័ក្តិស្លៀកពាក់អាវបំពង់ពណ៌សនិងសរងសូត្រចងក្បិនយ៉ាងសមសួនថ្ងៃដែលត្រូវប្រឈមមុខនឹងគ្រួសារខាងប្រុសបានមកដល់អាភ្លុកបានប្រាប់តាសុកឪពុករបស់គេនឹងមកផ្សារត្រាចដើម្បីជួបមុខរំដួលដោយផ្ទាល់ព្រោះចង់ដឹងថាតើនាងក្រមុំម្នាក់នេះមានមន្តស្នេហ៍អីខ្លាំងម្ល៉េះបានជាធ្វើឲ្យកូនប្រុសលោកហ៊ានបដិសេធនាងហ៊ីងកូនសេដ្ឋីនោះនៅតូបលក់បន្លែក្រោមដើមសាត្រាចរំដួលអង្គុយលក់ដូរដោយភាពទន់ភ្លន់រុះរាយនិងមានសណ្ដាប់ធ្នាប់នាងមិនបាននិយាយបបាច់បបោចចង់បានប្តីដូចមុនទេតែនាងបញ្ចេញស្នាមញញឹមដ៏ស្រស់ថ្លាទៅកាន់អតិថិជនគ្រប់គ្នាតាសុកបានធ្វើដំណើរមកដល់ផ្សារត្រាចទាំងទឹកមុខមមបំណងមកដើម្បីស្វែងរកចំណុចអាក្រក់របស់រំដួលប៉ុន្តែពេលមកដល់ដើរកាត់តូបបន្លែហើយបានឃើញរំដួលកំពុងជួយលើកកន្ត្រកឲ្យយាយចាស់ម្នាក់លោកស្រាប់តែបងអងជើងលោកមិនឃើញមានមាត់ក្រហមគួរឲ្យខ្លាចលោកមិនធំក្លិនទឹកអប់ឈួលតែលោកឃើញក្រមុំម្នាក់ដែលមានរឹកពីសុភាពរាបសារនិងមានសម្រស់ធម្មជាតិដែលមើលទៅត្រជាក់ភ្នែកបំផុតនាងក្រមុំដំឡូង1គីឡូប្រមាណនេះដំឡូងក្រហមហ្នឹងតាសុកសួរក្នុងបំណងសាកចិត្តរំដួលងើបមុខឡើងសំពះលោកយ៉ាងទន់ភ្លន់រួចឆ្លើយតបដោយសំឡេងផ្អែមល្ហែមជំរាបសួរលោកពូដំឡូងនេះកូនដាំខ្លួនឯងស្រស់ស្រស់ណាស់លោកពូបើលោកពូយកទៅស្លឬក៏យកទៅស្ងោរច្បាស់ជាឆ្ងាញ់កូនមិនលក់ថ្លៃទេគិតតែតម្លៃសមរម្យសម្រាប់លោកពូយកទៅសាកម្ដងចោះណាលោកតាសុកស្ដាប់ហើយលួចងក់ក្បាលម្នាក់ឯងលោកគិតក្នុងចិត្តថាក្មេងស្រីម្នាក់នេះទាំងសម្ដីសំដៅទាំងរឹកពៀគឺស័ក្តិសមជាកូនប្រសាអញណាស់អាភ្លុកឯងចំជាភ្នែកមានប្រស្រីមែនមិនមែនដូចជាពាក្យគេបង្ខូចថានាងជាមុនស្នេហ៍មាត់ក្រហមអីនោះទេសម្រស់ធម្មជាតិនិងទឹកចិត្តគំនិតដ៏ល្អបរិសុទ្ធរបស់រំដួលបានយកឈ្នះលើចិត្តរឹងរូសរបស់តាសុកដោយមិនដឹងខ្លួនអាគមដែលពូកែបំផុតមិនមែនជារបស់គ្រូសាក់ឡើយគឺភាពជាខ្លួនឯងនឹងឯងដែលជាមុនស្នេហ៍ពិតប្រាកដបរិយាកាសនៅក្រោមផ្ទះយាយម៉ៅថ្ងៃនេះខុសប្លែកពីរាល់ដងកន្ទេលក្រហមត្រូវបានក្រាលយ៉ាងស្អាតមានថាសស្លាម្លូនិងទឹកតែឈ្ងុយផ្កាម្លិះដាក់ត្រៀមរួចជាស្រេចតាសុកឪពុករបស់អាភ្លុកអង្គុយនៅម្ខាងទាំងរឹកពៀជាអ្នកមានបុណ្យស័ក្តិចំណែកយាយម៉ៅអង្គុយនៅម្ខាងទៀតទាំងទឹកមុខមមដៃនៅតែកាន់អំបោះសរសៃធំមិនដាក់ក្រន់តែដាក់ក្បែរខ្លួនការពារជំរាបសួរអ្នកបងម៉ៅតាសុកផ្ដើមសេចក្តីទាំងញញឹមថ្ងៃនេះខ្ញុំមកមិនមែនមកទិញបន្លែទេគឺមកចងសុំផ្ការំដួលមួយតងដែលអ្នកបងថែរក្សានេះយកទៅដាំនៅសួនច្បារមុខផ្ទះខ្ញុំវិញតើអ្នកបងយល់យ៉ាងណាដែរយាយម៉ៅក្រេបទឹកតែបន្តិចរួចក្រហែមសំឡេងធំលោកបងសុកផ្ការំដួលផ្ទះខ្ញុំនេះវាជាផ្កាព្រៃទេមិនមែនផ្កាសួនច្បារដែលត្រូវការថែទាំហួសហេតុនោះឡើយសំខាន់គឺអ្នកដែលយកទៅតើគេចេះថែរក្សាឬក៏យកទៅបោះចោលពេលវាស្រពោនអាភ្លុកនឹងរំដួលដែលលោកអង្គុយស្ដាប់នៅក្រោយជញ្ចាំងផ្ទះភ័យបុកពោះរៀងខ្លួនតាសុកងក់ក្បាលយឺតខ្ញុំដឹងថាបងបារម្ភកាលពីមុនខ្ញុំពិតជាចង់ឲ្យកូនខ្ញុំការជាមួយអ្នកមានទ្រព្យធនពិតមែនតែបន្ទាប់ពីបានឃើញរូបរាងនិងចរិតមាយាទពិតប្រាកដរបស់រំដួលកាលពីម្សិលមិញខ្ញុំក៏យល់ថាមាសប្រាក់វាមិនសំខាន់ស្មើនឹងមនុស្សស្រីដែលចេះទុកដាក់និងមានចិត្តធ្ងន់នោះទេអាភ្លុកវាស្រឡាញ់រំដួលខ្លាំងណាស់បើមិនបានរំដួលទេវានឹងឈប់លក់នំអាកោពេញមួយជីវិតហើយណាអ្នកបងយាយម៉ៅលឺហើយលួចញញឹមបន្តិចតែនៅតែធ្វើរឹកមាំកូនសេដ្ឋីអីនោះយ៉ាងម៉េចទៅហើយរឿងនោះចប់ហើយអ្នកបងតាសុកបញ្ជាក់ខ្ញុំបាទនិយាយប្រាប់ខាងនោះច្បាស់ហើយថាកូនប្រសាខ្ញុំមានតែម្នាក់គត់គឺរំដួលកូនបងនឹងឯងចំពោះថ្លៃទឹកដោះខ្ញុំមិនឲ្យបងខកចិត្តឡើយ
ខ្ញុំមករៀបចំឲ្យសមមុខសមមាត់ខាងស្រីបំផុតយាយម៉ៅដាក់អំបោសចោះរួចនិយាយទាំងទឹកមុខទន់ភ្លន់លោកបងសុកអើយថ្លៃទឹកដោះអីនោះខ្ញុំមិនទាហួសហេតុទេអ្វីដែលខ្ញុំចង់បានគឺភាពស្មោះត្រង់បើលោកបងយល់ព្រមតាមចិត្តកូនខ្ញុំក៏គ្មានអីត្រូវជំទាស់ដែរសំខាន់ឲ្យតែអាភ្លុកវាស្មោះត្រង់មិនដើរលួចលាក់ដាក់ស្នេហ៍ស្រីផ្សេងដោយកូនអញធ្លាប់ធ្វើទៅបានហើយអ្នកចាស់ទុំទាំងពីរផ្ទុះសំណាយក្អាកក្អាយព្រមគ្នាអាភ្លុកនិងនាងរំដួលលោបកាន់ដៃគ្នាទាំងក្តីរំភើបឧបសគ្គដែលធ្លាប់តែដូចភ្នំឥឡូវបានរលាយបាត់អស់ព្រោះតែភាពស្មោះត្រង់និងការយល់ចិត្តគ្នាចោះយើងនឹងរៀបការនៅខែណាដែរលោកបងជ័យម៉ៅសួរទាំងត្រេកអរខែក្រោយនេះតែម្ដងទៅឯអ្នកឲ្យតន់ផ្ការរំដួលកំពុងរីកស្គូស្គាយតាសុកសើចទាំងសប្បាយចិត្តនេះបញ្ជាក់ទៅដោយកិច្ចព្រមព្រៀងដ៏ផ្អែមល្ហែមស្នេហាកំឡោះឧដុង្គនិងក្រមុំសាត្រាចមិនត្រឹមតែឈ្នះចិត្តគ្នាឯងទេតែថែមទាំងឈ្នះចិត្តចាស់ទុំទាំងសងខាងទៀតផងមួយសប្តាហ៍មុនថ្ងៃមង្គលការមកដល់ផ្ទះយាយម៉ៅមានភាពអ៊ូអរដូចបុណ្យភូមិអ្នកចិត្តខាងជួយចិត្តបន្លែជួយបុកគ្រឿងចំណែកឯអ្នកដែលរវល់ជាងគេគ្មានអ្នកណាក្រៅពីនាងតាតឡើយក្នុងនាមជាមិត្តភក្តិស្លាប់រស់និងជាប្រធានក្រុមតុបតែងនាងតាតបានបដិញ្ញាចិត្តថានឹងធ្វើឲ្យរំដួលស្អាតដាច់គេក្នុងស្រុកពញាលឺរំដួលឯងអង្គុយឲ្យស្ងៀមមើលនាងតាតបញ្ជាទាំងដៃកាន់ចានល្មៀតបុកលាយនឹងទឹកឃ្មុំលើកនេះអញមិនឲ្យឯងប្រើរបស់គ្រូសាក់ទៀតទេយើងប្រើរូបមន្តបុរាណពិតធានាថាស្បែកឯងនឹងម៉ត់ខៃដោយពងទាបកធានាថាស្បែកឯងនឹងម៉ត់ខៃដោយពងមន់បករំដួលអង្គុយឲ្យមិត្តភក្តិខាត់ស្បែកទាំងព្រួយបារម្ភតាតឯងកុំធ្វើឲ្យអញមើលមិនយល់ដូចលើកមុនណាអញខ្លាចដល់ថ្ងៃការអាភ្លុកឃើញមុខអញហើយស្មានតែខ្មោចលងរត់ចោលរោងការបាត់វីវោហើយនាងតាតសាច់ក្អាកក្អាយកំភៃមិត្តភក្តិលើកនេះគ្មានខ្លាញ់ជ្រុះស្អុយគ្មានលាក់ក្រហមទេមើលចោះអញត្រាំផ្កាម្លិះនិងផ្កានឹងផ្កាផ្គុលក្នុងទឹកអប់សម្រាប់ឲ្យឯងងូតក្នុងទឹកសម្រាប់ឲ្យឯងងូតដើម្បីឲ្យក្លិនខ្លួនឯងក្រអូបចេញពីខាងក្នុងមិនមែនក្រអូបឈូលផ្អើលឆ្កែដោយទឹកអប់ដណ្ដោះមេឃនោះទេណាការរៀបចំសម្រាប់តាមបែបធម្មជាតិស្បែកគេខាត់ដោយល្មៀតនិងអង្ករសម្រូបដើម្បីឲ្យឡើងពណ៌សម្បុរមាសចាញ់ចាំងសក់កក់ដោយផ្លែក្រូចសើចនិងត្រាំស្លឹកមង្ឃុតដើម្បីឲ្យខ្មៅរលោងដូចស្លាបក្អែកភ្នែកប្រើទឹកត្រសក់ត្រជាក់បិទពីលើឬក៏ត្របកត្រសក់ដើម្បីឲ្យបាត់ហើមព្រោះតែយំអពេកលុះដល់ថ្ងៃសិរីសួស្តីរំដួលត្រូវបានតុបតែងក្នុងឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរពណ៌ផ្កាឈូកស្រស់ស្លៀកសំពត់ចងក្បិនសូត្រមាសចងក្រមាថ្នាល់យ៉ាងសមសួននាងតាតបានលាបម្សៅឲ្យរំដួលយ៉ាងស្រាលស្ដើងបញ្ចេញថ្ពាល់ផ្កាឈូកតិចបបមាត់ពណ៌ស៊ីចម្ពូធម្មជាតិស្រស់ស្អាតអូយរំដួលអើយនាងតាតអូទៀនទាំងហូរទឹកភ្នែកដោយភាពរស់រវើកឯងស្អាតខ្លាំងណាស់ស្អាតរហូតអញស្ទើរតែចំណាំមិនបាននេះទៅបានជាហៅថាសម្រស់ផ្ការំដួលពិតប្រកបមែនទេយាយម៉ៅដើរចូលមកសម្លឹងមើលកូនស្រីទឹកភ្នែកគាត់រមៀលធ្លាក់ដោយមិនដឹងខ្លួនគាត់អង្អែលក្បាលរំដួលថ្នមកូនមាសកូនពេជ្រកូនពូជម៉ែកូនស្អាតណាស់ណាចាប់ពីថ្ងៃនេះទៅកូនត្រូវទៅធ្វើជាកូនប្រសាគេហើយត្រូវចេះថែរក្សាខ្លួនថែរក្សាទ្រព្យសម្បត្តិគេនិងគោរពចាស់ទុំខាងប្តីណាកូនរំដួលសំពះម៉ែទាំងក្តុកក្ដួលនាងដឹងថាអ្វីដែលនាងមាននៅថ្ងៃនេះគឺមិនមែនបានមកពីមន្តស្នេហ៍របស់គ្រូណាឡើយគឺបានមកពីសេចក្តីស្រឡាញ់ពិតប្រាកដនិងការលះបង់របស់មនុស្សជុំវិញខ្លួននាងចំណែកឯនាងតាតវិញទោះបីជាហត់នឿយនឹងការរៀបចំតែនាងនៅតែមិនចោលចរិតកំប្លែងរំដួលបើថ្ងៃការនឹងឆោតវាមកទៀតឯងចាំមើលចោះអញនឹងយកទឹកកំបោចជះវាឲ្យរៀងចាលសំឡេងភ្លេងការបន្លឺឡើងគឺបទបាយខុនចងដៃលាយជាមួយនឹងបទអនអើយស្រីអនបន្លឺឡើងត្រហឹងពេញភូមិសាត្រាច
តាំងពីព្រលឹមស្រាងថ្ងៃនេះគឺជាថ្ងៃមង្គលការដ៏ធំប្រចាំភូមិរវាងអាភ្លុកកំឡោះសង្ហាម្នាក់អ្នកលក់នំអាកោភ្នំម្ដងនិងនាងរំដួលក្រពុំឆ្នះឆ្នើមមុនស្នេហ៍ធម្មជាតិប្រចាំភូមិសាត្រាចយើងក៏លេចមើលទៅផ្ទះនោះសោតមេក្រូជាង200មេក្រូដាក់បង្ហែគ្នាលឺសូរត្រហឹងអឹងអាប់ក្បួនដង្ហែចំនួនរបស់ខាងប្រុសដឹកនាំដោយតាសុកមើលទៅអស្ចារ្យណាស់អ្វីដែលប្លែកនិងធ្វើឲ្យអ្នកភូមិផ្អើលពេញផ្លូវនោះគឺក្រៅពីផ្លែឈើគ្រប់មុខអាភ្លុកបានរៀបចំថាសនំអាកោពិសេសចំនួន99ថាសតម្រៀបជាជួរយ៉ាងស្អាតដើម្បីបញ្ជាក់ពីចិត្តស្មោះនិងជាសញ្ញាសម្គាល់នៃស្នេហាដើមកំណើតរបស់គេអាភ្លុកញញឹមបិទមាត់មិនជិតស្លៀកឈុតបុរាណពណ៌មាសមើលទៅសង្ហាដោយបុត្រារបស់ស្ដេចចក្រពត្តិនៅពេលដល់ម៉ោងចេញទទួលក្បួនចំនួនរំដួលបានដើរចេញមកយ៉ាងទន់ភ្លន់គ្រប់គ្នាស្ងាត់មាត់ឈឹងរួចបន្លឺសំឡេងសរសើរព្រមគ្នាអូយស្អាតខ្លាំងណាស់ស្អាតខ្លាំងណាស់រំដួលថ្ងៃនេះគ្មានក្រមុនលាបមាត់ហៀដល់ចង្ការគ្មានក្លិនទឹកអប់ឈោច្រមុះគឺមានតែសម្រស់ធម្មជាតិដែលផុសចេញពីចិត្តល្អបរិសុទ្ធនាងមើលទៅដូចជានាងទេពអប្សរដែលទៅតែជាយុទ្ធពីឋានសួគ៌អាភ្លុកសម្លឹងមើលរំដួលភ្លឹកស្មារតីរហូតដល់តាសុកត្រូវក្អកដាស់តឿនអាភ្លុកក៏មើលយូរពេកកូនគេមិនរត់តាណាទេយីអានេះគណៈពេលកំពុងធ្វើពិធីកាត់សក់ស្រាប់តែមានវត្តមានមនុស្ស2នាក់ដើរចូលមកទាំងក្រអឺតក្រតោមគឺលោកគ្រូសាក់និងអាឆោតអ្នកភូមិនាំគ្នាមើលមកខ្លាចមានរឿងអីកើតឡើងតែលោកគ្រូសាក់បែរជាលើកដៃសំពះរួចនិយាយថាមេកន្ទ្រៀងថ្ងៃនេះគ្រូមកមិនមែនមកបោកលុយទេគឺមកសុំទោសណាហើយនឹងចងដៃកូនស្រីតាមពិតទៅស្នេហាឯងទាំងពីរវាជោគជ័យគឺដោយសារតែចិត្តស្មោះឯងទេគ្រាន់តែគ្រូជួយរុញទុកបណ្ដោយទឹកបន្តិចបន្តួចប៉ុណ្ណោះនឹងណាអាឆោតវិញភ្នែកសម្លឹងមើលថាសនំអាកោរួចសាប់ដាក់រំដួលអញលេងដេញអោបឯងហើយតែខ្ញុំសុំខ្ចប់នំអាកោអាភ្លុកឲ្យបានច្រើនបន្តិចមករំដួលសាយក្អាកក្អាយរួចយល់ព្រមលើកលែងទោសឲ្យពួកគេព្រោះថ្ងៃនេះគឺជាថ្ងៃសិរីសួស្តីនៅពេលពិធីបង្វិលពពកឬហៅថាបង្វិលពពិលនិងចងដៃមកដល់យាយម៉ៅបានចាប់ដៃកូនស្រីនិងកូនប្រសាដាក់បញ្ចូលគ្នារួចផ្ដាំថាអាភ្លុករំដួលស្នេហាវាប្រៀបដូចជានំអាកោអញ្ចឹងបើដាក់ឲ្យខ្ទិះឲ្យត្រូវចំអិនឲ្យដល់ភ្លើងវានឹងផ្អែមឆ្ងាញ់ចូលរក្សាចិត្តស្មោះត្រង់ចំពោះគ្នាកុំពឹងលើអាគមអូមអាមអីព្រោះមុនស្នេហ៍ដែលខ្លាំងបំផុតគឺការយកចិត្តគ្នានិងការអត់ឱនឲ្យគ្នាមង្គលការបានបញ្ចប់ទៅដោយភាពសប្បាយរីករាយរំដួលនិងអាភ្លុកបានរួមរស់ជាមួយគ្នាជារៀងរហូតមករំដួលលែងទៅរកគ្រូស្នេហ៍ទៀតហើយតែនាងបែរជាคล้ายជាអ្នកជំនាញតុបតែងមុខបែបធម្មជាតិឲ្យក្រមុំក្នុងភូមិវិញចំណែកអាភ្លុកក៏คล้ายជាថៅកែនំអាកោដ៏ល្បីប្រចាំតំបន់ឧដុង្គដោយមានភរិយាដ៏ស្អាតនៅក្បែរខ្លួនជានិច្ចរឿងក្រមុំសាត្រាចចង់បានប្តីចប់ដោយបរិបូរណ៍